Tላይ hàng trên miên nơi khung bậc ní bạc xa mau cứ plot tላይ bạc xa cpu trên tላይ bật xa ca bị sập đá môn bà chỉ mi số bằng phổ đỏ khné xôm xoa cô mà ca bị phi đầm lại hàng trên miênประจำថ្ងៃច័ន្ទទី3ខែសីហាឆ្នាំ2026យើងឃើញថាតម្លៃហាងចេញមាសនៅក្នុងព្រឹកថ្ងៃច័ន្ទនេះបើកផ្សារខ្ពស់ជាងតម្លៃបិទផ្សារកាលពីសប្តាហ៍មុនហើយមូលហេតុដែលជំរុញឲ្យវាមានការកើនឡើងនៅក្នុងព្រឹកនេះគឺដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយបងប្អូនកាលពីចុងសប្តាហ៍កន្លងទៅនេះគឺលោកដូណាល់ត្រាំគាត់បានប្រកាសផ្អាកការវិបហាទៅលើប្រទេសអ៊ីរ៉ង់បាទហើយការវិបហានេះគឺលក្ខណៈទ្រង់ទ្រាយធំណាដែលធ្វើរួមគ្នាជាមួយប្រទេសអ៊ីស្រាអែលតមកគឺលោកដូណាល់ត្រាំគាត់បានប្រកាសនៅលើ social media ហើយបានបញ្ជាក់ថាងាកទៅរកកិច្ចព្រមព្រៀងឡើងវិញបាទចឹងហើយបានជាបង្ហាញពីភាពធូរស្បើយមកវិញខ្លះសម្រាប់ទីផ្សារមាសរបស់យើងអញ្ចឹងយើងឥឡូវនេះយើងទៅមើលការវិភាគតាមបែបបច្ចេកទេសវិញចង់ដឹងថាតើមាសនឹងមានបម្រែបម្រួលបែបណាបន្តហើយតើយើងអាចធ្វើការទិញលក់ពីតម្លៃណាខ្លះបាទចឹងសូមទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទបងប្អូនអញ្ចឹងយើងចាប់ផ្ដើមមើលពីទិសដៅរបស់មាសសិនបាទសម្រាប់ទិសដៅមាសបច្ចុប្បន្ននេះយើងឃើញថាឥឡូវវាអត់តន់បង្ហាញទិសដៅថ្មីនៅឡើយទេយើងឃើញថាវាកំពុងតែសាយវេនៅក្នុងតំបន់ខាងក្រោមនេះបាទបកាចន្លោះជួញដូរខ្លីណាអញ្ចឹងវាអត់មានទំនោរឬក៏លំហូរច្បាស់លាស់ទេនាពេលបច្ចុប្បន្នអញ្ចឹងយើងអាចធ្វើការជួញដូរនៅក្នុងចន្លោះនឹងឯងបងប្អូនគឺនៅក្នុងចន្លោះនេះឯងហ្នឹងតទៅបំបែកតំបន់ហ្នឹងបានវារកទិសដៅថ្មីឃើញបាទបើសិនជាវាបំបែកទៅក្រោមបាទទិសដៅថ្មីរបស់វាគឺទៅក្រោមឯងបាទហើយបំបែកទៅលើគឺទិសដៅវាទៅលើហើយវានឹងបង្កើតជាលំហូរថ្មីអញ្ចឹងសម្រាប់ time frame 4ម៉ោងយើងអាចធ្វើការជួញដូរនៅក្នុង range នឹងសិនបានបងប្អូនអញ្ចឹងឥឡូវយើងចូលទៅមើល time frame 1ម៉ោងទាំងអស់គ្នាបាទដើម្បីរកមើលតម្លៃទិញលក់តម្លៃទាបតម្លៃខ្ពស់ណាបាទអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះខ្ញុំបែងចែកកម្រិតទាបកម្រិតខ្ពស់គឺមានតែ2កម្រិតទេបាទកម្រិតទាបគឺយើងមាននៅទី1នៅ$3,995ក្នុង1អោនកម្រិតទាបទី2នៅ$3,970ក្នុង1អោនសម្រាប់កម្រិតខ្ពស់ក៏យើងមាន2កម្រិតដែរបាទកម្រិតខ្ពស់ទី1នៅ$4,116ក្នុង1អោនកម្រិតខ្ពស់ទី2នៅ$4,168ក្នុង1អោនបាទឥឡូវយើងមកមើលស្ថានភាពមាសនៅក្នុងព្រឹកនេះទាំងអស់គ្នាបងប្អូននៅក្នុងទីផ្សារអាស៊ីបាទសម្រាប់ទីផ្សារអាស៊ីមាសយើងឃើញថាមានការធ្លាក់ចុះបាទបានធ្លាក់ចុះមកបំពេញ gap ហើយបាទអញ្ចឹងសម្រាប់ការធ្លាក់ចុះមកបំពេញ gap នេះភាគច្រើនគឺបន្ទាប់ពីវាបំពេញ gap ហើយគឺវានឹងងើបឡើងទៅលើវិញអញ្ចឹងគឺបងប្អូនអាចពិចារណានៅក្នុងព្រឹកនេះនៅក្នុងទីផ្សារអាស៊ីគឺបងប្អូនអាចពិចារណាធ្វើការទិញនៅក្នុងតំបន់ខាងក្រោមនេះបានបាទអញ្ចឹងគឺនៅក្នុងតំបន់ខាងក្រោមនេះគឺបន្ទាប់ពីវាធ្លាក់ចុះមកបំពេញ gap ហើយវានឹងងើបឡើងទៅលើបន្តប៉ុន្តែបើសិនជាក្នុងករណីធ្លាក់ចុះមកហើយអត់ឡើងទៅវិញទេបំបែកកម្រិតនឹងធ្លាក់ចុះមកខាងក្រោមអញ្ចឹងគឺយើងធៀមទិញពីខាងក្រោមនេះទៅមួយទៀតនេះបាទអញ្ចឹងសម្រាប់មាសនៅក្នុងតម្លៃនៅក្នុងព្រឹកនេះក្នុងព្រឹកនេះខ្ញុំឲ្យទិញពីតំបន់នេះទៅបាទ$4,043ទៅ$4,055នេះគឺតំបន់ទិញហ៎បាទបងប្អូនអាចទិញនៅតម្លៃណាក៏បានដែរនៅក្នុងតំបន់ហ្នឹងគ្រាន់តែយើងប្រើប្រាស់ stop loss នៅក្រោមហ្នឹងមកបាទ$4,043បាទទៅ$4,055ចាឥឡូវនេះវាកំពុងប៉ះតំបន់ហ្នឹងអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះសម្រាប់កម្រិតទាបកម្រិតខ្ពស់គឺមានកម្រិតទាប2ហើយនិងកម្រិតខ្ពស់នេះហើយសម្រាប់នៅក្នុងព្រឹកនេះតំបន់ដែលទិញគឺខ្ញុំឲ្យទិញនៅ$4,043ទៅ$4,055ចាំណាមិញឥឡូវនេះអត់ទាន់មានសញ្ញា confirm ទេតែបើមានសញ្ញា confirm ឲ្យទិញខ្ញុំនឹងតម្លាក់ update ចូលទៅក្នុងក្រុមជូនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះមានប៉ុណ្ណឹងបាទសូមអរគុណសូមគោរពលាពេលចឹងសម្រាប់បងប្អូនដែលចង់បើកគណនីជួញដូរចង់សិក្សាស្វែងយល់ពីការទិញមាសកក់មាសតាមប្រព័ន្ធឧបករណ៍ Dison បងប្អូនអាចតាក់ទងមកកាន់ភ្នាក់ងារ BFX ណាមួយឬក៏អាចតាក់ទងមកកាន់ខ្ញុំបាទផ្ទាល់តាមរយៈលេខទូរស័ព្ទ011 699 និង802ហើយយើងមានវគ្គបង្រៀនសម្រាប់បងប្អូនដែលថ្មីដែលគិតថ្លៃបាទចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបាទ